ប្រិមិត្តជាទីគោរពនិងជាទីមេត្រីដោយដែលពុកម៉ែបងប្អូនបានដឹងហើយអំពីការស្លាប់របស់តារាសម្ដែងលោកអ៊ុនសុធាកាលពីម្សិលមិញគឺផ្ទុះមែនទែនក៏ដូចជាមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមដោយមានការផុសព្រោងព្រាតទៅនឹងសាររំលែកទុក្ខពីសំណាក់ពុកម៉ែបងប្អូនមហាជនហើយនៅក្នុងវីដេអូមុនខ្ញុំបានលើកឡើងថាលោកបាទអ៊ុនសុធាគឺបាត់បង់ជីវិតដោយសារតែជំងឺមហារីកបាទនោះគឺជាព័ត៌មានបឋមមួយឥឡូវនេះគឺជាព័ត៌មានផ្លូវការហើយដែលលោកបាទអ៊ុនសុធាគឺបានស្លាប់ដោយសារតែជំងឺដំបៅក្រពះពោះវៀនធ្ងន់ធ្ងរនិងទឹកដក់ក្នុងពោះបាទពុកម៉ែបងប្អូនបាទជំងឺនេះគឺឈឺតែរយៈពេល3ថ្ងៃប៉ុណ្ណោះគឺធ្វើឲ្យតារាសម្ដែងដែលមានសម្រស់ស្រស់ស្អាតមួយរូបគឺបានបាត់បង់ជីវិតបាទហើយនៅក្នុងវីដេអូជាច្រើនបងប្អូនបានទស្សនាក៏បានស្ដាប់ហើយបាទលោកបាទអ៊ុនសុធាគឺមិនបានឲ្យគេបង្ហោះរូបរបស់គាត់សកម្មភាពរបស់គាត់ដែលសម្ប្រាកនៅក្នុងមន្ទីរពេទ្យនោះទេដោយខ្លាចថាមានការរិះគន់ពីសំណាក់ពុកម៉ែបងប្អូនមហាជនថានៅពេលដែលគាត់ផុសទៅបាទតារាអីមិនតិចសុំជំនួយដូច្នេះក្រុមគ្រួសារក៏ដូចជាសម័យខ្លួនលោកអ៊ុនសុធាផ្ទាល់គឺបានស្នើសុំគឺមិនឲ្យមានការផុសនោះទេហើយការបែកធ្លាយរូបភាពបាទនៃការស្លាប់គឺដោយសារតែលោកបានបាត់បង់ជីវិតទៅហើយទើបមានអ្នកផុសបាទនេះគឺជាដំណឹងដ៏សោកសៅខ្លាំងមែនទែនហើយគឺជាដំណឹងដែលអ្នកស្នេហាវិស័យសិល្បៈបាទមានការស្លុតជាខ្លាំងបន្ទាប់ពីបាត់បង់នៅធនធានមនុស្សបាទមួយរូបបាត់បង់នៅធនធានសិល្បៈបាទដ៏ឆ្នើមមួយរូបផងដែរបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបាទក៏សូមចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារនៃសពហើយបងប្អូនដឹងហើយបាទគឺស្លាប់មូលហេតុដែលគាត់ស្លាប់ពិតប្រាកដនោះគឺមិនមែនជំងឺមហារីកទេបាទគឺជំងឺដំបៅក្រពះពោះវៀនធ្ងន់ធ្ងរនិងទឹកដក់ក្នុងពោះបាទដូច្នេះបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេជាចុងក្រោយបាទខ្ញុំបាទពិសិដ្ឋសូមអរគុណបាទសូមជម្រាបលា